បងប្អូនមានឆ្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុនធំៗ design ផលិតផលឬការផុសរូបផ្សព្វផ្សាយមួយហាក់មានភាពទាក់ទាញនិងទទួលបានការចាប់អារម្មណ៍ម្ល៉េះនោះក៏ដោយសារគេប្រើយុទ្ធសាស្ត្រ marketing ដ៏តូចមួយដែលគេហៅថា VDE ខ្ញុំជឿថាសម្រាប់អាជីវកម្មធំៗឬម្ចាស់អាជីវកម្មដែលស្គាល់ពីតម្លៃនៃការ design poster ផលិតផលឬសេវាកម្មរបស់អាជីវកម្មទើបយល់និងមិនខ្លាចទេក្នុងការហ៊ានចេះលុយយ៉ាងច្រើនលើអ្នក design ដែលមានជំនាញដើម្បីទទួលបានរូបផ្សព្វផ្សាយមួយសន្លឹកព្រោះថាការរចនានោះចេញមកគឺខ្លឹមនិងសុទ្ធតែបង្កប់នៅយុទ្ធសាស្ត្រ marketing យោងតាមការស្រាវជ្រាវរបស់សាស្ត្រាចារ្យផ្នែក marketing បានបង្ហាញថាមនុស្សនឹងចាប់អារម្មណ៍ឬជ្រើសរើសទិញអ្វីមួយដែលពួកគេអាចស្រមៃដងតាមរយៈការផ្សព្វផ្សាយរបស់គេបងប្អូនមានដែលសម្គាល់ឃើញទេថាភាគច្រើនគេតែងបង្ហាញជាដើមបើសម្លៀកបំពាក់វិញគេជ្រើសរើស model ពាក់បង្ហាញរាងឲ្យស័ក្តិសមជាមួយនឹងការរចនាគឺជាក្រុមហ៊ុនដែលខ្ញុំបានជ្រើសរើសក្នុងការសហការ design poster ផលិតផលនិងការងារមួយចំនួនទៀតពាក់ព័ន្ធជាមួយនឹង digital marketing សម្រាប់ព័ត៌មានបន្ថែមចាប់ខ្ញុំដាក់ link របស់ពួកគាត់នៅក្នុង caption ខាងលើនៃវីដេអូ